ខាងน้องស្រង់ក៏មិនអាយបងសូមរំចិត្តគូសំសាយចារំកញ្ញារ៉ូលីនហៅស្រីដែងវិញ្ញាសាទី3គឺវិញ្ញាសាបែបសម័យទំនើបចាសម័យទំនើបចាបែបទៀតចាសាសង្ហាមែនអាយអូនវងវីសង្ហាមែនប្រសេមិនដូចថ្លៃចានេះគឺហើយគឺជាវិញ្ញាសាបែបសម័យទំនើបចាលោកស្រីនេះកញ្ញាប្រិយមិត្តទូរទស្សនិកជនបានឃើញហើយ3វិញ្ញាសាដែលបេក្ខជននិងបេក្ខនារីធ្វើការឆ្លងកាត់នៅវិញ្ញាសាទាំង3នេះចានៅក្នុងនោះគណៈកម្មការទាំង1រូបចាក្រោយពីគាត់បានណែនាំអ្វីដែលជាចំណុចចាខ្វះខាតរបស់ពួកគាត់ហើយពិន្ទុមិនផ្ដល់ជូនចានៅលើអេក្រង់ទូរទស្សន៍ទេចាំបាននេះថានៅចុងកម្មវិធីគណៈកម្មការនឹងសម្រេចចិត្តជ្រើសរើសយកនៅបេក្ខជននិងបេក្ខនារី2រូបចានៅក្នុងចាពេលនេះដែរគឺជាការប្រឡងវិញ្ញាសាបែបប្រពៃណីខ្មែរដោយបេក្ខជនទី1គឺបេក្ខជនសាយស៊ីលុចសូមជើញរាល់ថ្ងៃរៀមស្មាំងในทางชื่อจงชีวาฉันดาบองបេក្ខជនចាស់សូមជម្រាបសួរចាស់សូមជើញគណៈកម្មការទាំង4រូបមានចំណាប់អារម្មណ៍ចាស់ជំរាបសួរបាទត្រូវដឹងថាបទមហោរីច្រៀងទល់អត់មានភ្លេងអមទេដូច្នេះសំខាន់បំផុតគឺយើងត្រូវតែធ្វើម៉េចកុំឲ្យឃ្លាតឆ្ងាយពីតុងដើមរៀនច្រៀងដូចបងជម្រាបតាមរយៈការបង្រៀនអញ្ចឹងត្រូវរៀនហាត់សូលហ្វាស្រែកដូរ៉េមីហ្វាសូលបងធ្វើឲ្យមើលមិននឹងឃ្លាតឆ្ងាយពីតុងតន្ត្រីខ្លាំងណាស់បងអត់ចាំប៉ារ៉ុលហ្នឹងទេប៉ុន្តែបងដឹងចឹងបទហ្នឹងបទខ្មែរអើយចងចាំជាក់ថាខ្មែរអើយចូលចាំជាក់ថាឧបមាថាអញ្ចឹងឲ្យវែងដកដង្ហើមឲ្យបងប្រាប់ថាវិធីផ្លុំខ្យល់យ៉ាងម៉េចស្រូបខ្យល់យ៉ាងម៉េចណាយកវិធីហ្នឹងយកមេរៀនហ្នឹងយករំលឹកឡើងវិញអរគុណណាបងខ្ញុំដឹងយ៉ាងច្បាស់ថាបទប្រពៃណីខ្មែរយើងគឺជាបទដែលពិបាកក្នុងការច្រៀងពិបាកធ្វើដង្ហើមហើយក៏មិនមែនគ្រប់អ្នកចម្រៀងទាំងអស់អាចធ្វើបានទេបងត្រូវតែរៀបចំដូចជារឿងមិញដង្ហើមបងអត់ដល់ច្រើនកន្លែងហើយខ្ញុំស្ដាប់ទៅហត់
ដូចជាបងដកដឹងហ្នឹងណាខ្ញុំជឿថាទស្សនិកជនទាំងអស់ក៏បានជ្រាបដែរថាបងដកត ខ្ញុំចូលលាដំបងចូលមកដូច បាទ ខុសដង្ហើម ហើយណោតនៅពេលដែលទៀបបងអត់ដល់ទេដោយសារគេមិនមែនជាភ្លេងតន្ត្រីband ទេគាត់គឺជាតន្ត្រីភ្លេងខ្មែរអញ្ចឹងពិបាកក្នុងការស្ដាប់តង់ស្ដាប់អីមែនទែនគឺយើងត្រូវច្បាស់មែនទែនគ្រប់ណោតទាំងអស់យើងត្រូវច្បាស់ចងចាំមែនទែនដើម្បីកុំឲ្យវាភ្លាវទៅអញ្ចឹងពេលដែលភ្លាវបន្តិចគឺយើងឆាប់ដឹងមែនទែន ចាជំរាបសួរបង បាទ ចំពោះនេះខ្ញុំគិតថាបងធ្វើបានល្អព្រោះបងជាអ្នកចម្រៀងសម័យតែក៏ប៉ុន្តែមកច្រៀងបទបែបប្រពៃណីអញ្ចឹងវាមានផលវិបាកប៉ុន្តែខ្ញុំគិតថាបងប្រកាសជាធ្វើល្អជាងនឹងព្រោះចំណុចដែលបងខ្វះខាតគឺមានតែពីរចំណុចទេគឺច្រៀងរៀងភ្លាវហើយនឹងដង្ហើមខ្លីដោយសារបងភ័យអញ្ចឹងក៏បាត់ចោលអភ័យហ្នឹងខ្ញុំគិតថាធ្វើបានល្អជាង បាទបាទ ចាអរគុណ បទបុរាណបទប្រពៃណីខ្មែរយើងហ្នឹងគឺអញ្ចឹងឯងពិបាកនឹងតាមដានណាតិចគឺត្រូវប្រកែហ្មងណាប៉ុន្តែបើយើងឆ្លាតព្រោះនៅក្នុងហ្នឹងមានសភោមួយមានឈឹងមួយយើងត្រូវដឹងថាឈឹងហ្នឹងតង់អីគេមិនមែនចេះតែដាក់មកទៅពីទេបទបុរាណយើងគេដាក់ឈឹងមកយើងស្ដាប់បើអ្នកតិចប្រកែគេស្ដាប់តែឈឹងហ្នឹងគេដឹងតង់បាត់ហើយប៉ុន្តែអាហ្នឹងជាការនេះទេតើយើងខំរៀនតិចនេះយើងអត់ដែររៀនណាយើងតើហាត់មែនតើតិចស្ដាប់ហ្នឹងហើយមួយទៀតពាក្យថាច្រៀងគឺដង្ហើមសំឡេងហ្នឹងគឺគេយកទលាយណាគេធ្វើមិនច្រៀងកុំឲ្យពិបាកហើយដូចខ្ញុំបានបង្រៀនខ្លះចឹងណាអត់ឲ្យកឡើតហ្នឹងវាឡើងទៅលើជ្រុលពេកទេតែវាបិទតែសំឡេងយើងហ្នឹងអរគុណច្រើន ចាសូមអរគុណច្រើនផ្ដល់ជាសម្លេងទាំងឡាយជូនដល់បេក្ខជនរបស់យើងទី1ចាសម្រាប់ត្រៀមខ្លួនណាសម្រួមអារម្មណ៍ឲ្យបានល្អត្រៀមខ្លួននៅវិញ្ញាសាទី2ជាបន្តទៀតសូមសម្រាប់សិនចោះចាសូមអរគុណបន្តទៀតនេះសូមអញ្ជើញលោកអ្នកនាងកញ្ញាជួបបេក្ខជនទី2ចាគឺបេក្ខជនណប់មូនីសូមអញ្ជើញ ដោយមិនដាច់មិនអើយមានទុនដែលលោកមានបុណ្យជាធំជាងខ្លួនខាងអើយយ៉ាងណាវាដាច់អើយយ៉ាងណាក្រទៀនដល់ដីស្រីបនទុំបងថាមិនចង់ផ្ដៅថ្មី ដាច់យ៉ាងណាប្រទៀនដល់ដីស្រីបនទុំបងថាមិនចង់ផ្ដៅថ្មីលោកដាំពោមួយទុកឲ្យយើងឆ្លងឲ្យអាំដោយបងលោកដាំពោមួយទុកឲ្យយើងឆ្លងឲ្យអាំដោយបងស្នងពោពីនាងយល់ស្រីនាងស្រួលក៏ទួលរាំងទាំងកុំឲ្យអន់អាំងក៏ទៀងអើយដល់ដីស្រទេចញើយក្រោមបងអំឲ្យស្រីអំព្រះពុនលោកប្រំថាឲ្យអំដោយបង ចាសូមអរគុណដល់បេក្ខជនចាលោកណប់មនីចាសូមអរគុណចាជំរាបសួរលោកចាមនីសុខសប្បាយសុខសប្បាយជាដំបូងសូមជំរាបសួរលោកពូបាទគឺ introduction និង intro ហ្នឹងគឺគាត់អត់មាន melody ទេ
គាត់លេងតាមបទរបស់គាត់ជាសាច់ភ្លេងរបស់គាត់ប៉ុន្តែលោកពូចូលបានល្អមែនតើហើយមួយទៀតសំឡេងងុំនិងពីរោះរបស់លោកពូគឺនៅតែមានហើយបើសិនពេលសម័យលោកពូយឺតបន្តិចគឺយើងដឹងច្បាស់ហ្មងប៉ុន្តែភ្លេងបុរាណគឺពិបាកដឹងប៉ុន្តែខ្ញុំដឹងច្បាស់ថាពូគឺចូលយឺតពាក្យច្រើនជាពិសេសគឺផ្ទះទី1វគ្គទី1លោកពូច្រៀងយឺតជាងច្បាក់បន្តិចប៉ុន្តែជាទូទៅលោកពូច្រៀងបានល្អមែនទែនជាពិសេសសំឡេងដ៏ងុំរបស់លោកពូខ្ញុំពេញចិត្តមែនទែនបាទអរគុណលោកពូបាទចាជាដំបូងនេះខ្ញុំសូមសរសើរហ្មងព្រោះថាខ្ញុំគិតថានេះគឺជាជំនាញរបស់លោកពូស្រាប់ព្រោះតាមខ្ញុំចាំបានគឺលោកពូចេះភ្លេងបុរាណនឹងដែរត្រូវទេលោកពូបាទចេះចាពេលដែលខ្ញុំស្ដាប់មកគឺសំឡេងចម្រៀងរបស់ពូច្រៀងមកដូចមានកម្លាំងហើយនឹងធ្វើឲ្យខ្ញុំជ្រួលជ្រាបនឹងព្រោះខ្ញុំគិតថាលោកពូធ្វើបានល្អគ្រាន់តែថានៅស្ទើរខ្លះតែចង្វាក់ក៏ល្អដែរអរគុណចាអូខេបើរឿងសំឡេងវាអត់មានស្អីកែទេព្រោះអីដដែលវានៅតែម្ដុំហ្នឹងតែ2-3ណោតហ្នឹងប៉ុន្តែគ្រាន់ថាដង្ហើមត្រូវតែមានខ្ញុំគិតថាมันបានតន់ចេញពីអស់ពីដង្ហើមលោកពូណាខ្ញុំគិតថាសំបីបុរាណខ្មែរយើងមិនបានគេឲ្យសំបីតែយើងអង្គុយច្រៀងគួរគេឲ្យពើងចេះដែរអាហ្នឹងជារបៀបដែលថាខ្មែរពីដើមយើងឲ្យមកថាឲ្យមានដង្ហើមហើយលោកពូឈរទៀតឈរតាមពិតត្រូវមានដង្ហើមជាងអង្គុយពិបាកជាងបាទខ្ញុំគិតថាបើសិនជាលោកពូភ្ជាប់អាសំឡេងលឺនឹងថែមដង្ហើមឲ្យទលាយតិចទៀតបទខ្មែរនឹងបាត់ព្រោះជាងនឹងទៀតបាទអរគុណច្រើនបាទអរគុណចាជំរាបសួរលោកពូបាទជំរាបសួរបើស្ដាប់ជាទូទៅលោកពូមានជាងហ្នឹងព្រោះហើយប៉ុន្តែសំឡេងលោកពូអឿនអត់តន់ច្បាស់ជាខ្មែរជាបទប្រពៃណីហើយដល់ការប្រើស្ទីលច្រៀងហ្នឹងក៏មិនតន់ចំលក្ខណៈហ្នឹងដែរហើយអារម្មណ៍នោះគឺខ្វះខាតច្រើនត្រង់ថាលោកពូច្រៀងដូចជាបញ្ញាប់ឲ្យចប់បទចម្រៀងបុរាណខ្មែរយើងក៏ដោយសម័យក៏ដោយមិនប្រកាសថាកន្លែងហ្នឹងអ្នកឯងត្រូវអឿនកន្លែងក្រោយកុំអឿនអត់ទេចាកន្លែងហ្នឹងយើងអឿនក៏បានដែរយកព្រោះស្រដៀងអើយដល់ដីស្រតែញ៉ៃក្រមបងដល់លោកពូធ្វើយ៉ាងបញ្ញាប់ចឹងអាពាក្យអាពីរសឆ្ងាញ់នោះវាទៅអត់មកតន់មាត់អរគុណចាអរគុណច្រើនចាដូច្នេះពីកម្មវិធីសូមសម្រាប់មួយផ្លែសិនបងបតាមមិនតន់ចិត្តគួយតន់អូនទំនើបអត់ចាកាលស្រុកស្រែងូតតែទឹកស្ទឹងថ្លាឥឡូវជីវ៉ាហឺហាទឹកម៉ាស៊ីនម៉ូតូអូននឹងធ្ងោថាក្តៅខ្លាចស្បែកខ្មៅគេមិនហៅអ្នកផ្សារអូនឲ្យបងទិញឡានជូនជីវ៉ាចូលហាងម៉ាស្សាដូចតារាល្បីអូនធ្វើរឹកងងសុំលក់សុំលឹងថាបងមិនបំពេញចិត្តស្រីអូនអួតប្រាថ្នាមានគេអ្នកដទៃហ៊ានតែញអ្វីក៏ដងចិត្តជីវ៉ាបងត្រដកចោលក៏ចុះក្នុងអោរាលែងហ៊ានប្រាថ្នាស្រីទំនើបដោយរូបអូនចាឃើញថាចាលោកភ័យាចាគឺប្លែកចាមិញហើយរំទៀតនេះខ្ញុំចូលចិត្តបទហ្នឹងបងពេលនេះខ្ញុំច្រៀងការបទហ្នឹងជាបទរបស់កាយវាសនាហ្នឹងហើយបងអួនប្រាប់ថាមានគេអ្នកដទៃហ៊ានទិញអ្វីណែរលីនធ្វើចឹងដូចស្វាងមែនទេមានណាបងពងណៅជូទេណាតែសុំជួយខិតមកមុខទីមិនណាភ័យាហេតុអីបានភ័យាមិនយកជ្រើសរើសបទណាដែលខ្លាំងបទណាដែលបញ្ចេញនៅសមត្ថភាពបទណាដែលបង្ហាញពីទេពកោសល្យរបស់ភ័យាបទនេះទាបមែនទែន
បត់នេះទៀតមែនតើដូចជាការនិយាយអីមួយអញ្ចឹងប្រយ័ត្នតែចាំថានេះជាការប្រឡងអញ្ចឹងអ្វីដែលពិបាកកាន់តែមានបន្ទុកច្រើនកាន់តែធ្វើឲ្យទាំងអស់គ្នាច្បាស់ភ្លឺភ្នែកថាพยายามមានសមត្ថភាពនេះជាឱកាសដែលพยายามជ្រើសខ្លួនឯងអញ្ចឹងជ្រើសយកបត់ខ្លួនឯងអញ្ចឹងជ្រើសយកណាតែបត់ដែលខ្លាំងហើយមួយទៀតទៀបប៉ុណ្្នឹងហើយพยายามទៅទៀបនឹងអត់ដល់ទៀតទៀបទៅក្រោមនឹងស្អីទៀបទៅក្រោមនឹងអត់ដល់ទៀតតាមក៏ពិតพยายามមានសមត្ថភាពអញ្ចឹងพยายามកុំខ្លាចអ្វីដែលពិបាកបញ្ចេញអ្វីដែលពិបាកបញ្ចេញអ្វីដែលខ្លាំងដើម្បីឲ្យទាំងអស់គ្នាមើលណាសម្រាប់ឲ្យខ្លួនយើងនឹងខ្លាយជាតារាមួយដែលមានសមត្ថភាពគ្រប់ទេពកោសល្យទាំងអស់អញ្ចឹងកុំខ្លាចអ្វីដែលពិបាកអូខេបាទអញ្ចឹងខ្ញុំជូនពរសង្ឃឹមថាសំណាងល្អនៅជុកនៅជុំនេះនៅវគ្គនេះបាទអរគុណបាទអរគុណបាទមួយទៀតបងចង់បញ្ជាក់កន្លែងបងអូនជ្រៀងអត់ដល់ណោតទេអូនអួតប្រាប់ថាមានគេអ្នកដតីគេទិញអ្វីផ្គប់ជូនចិត្តជីវ៉ាបងត្រដល់ខ្យល់ខ្វល់ខ្វាយពេញអរាមិនហ៊ានប្រាថ្នាស្រីទំនើបដូចរូបអូនណាឲ្យចំចឹងណោតតង់ឲ្យចំណោតចឹងបានស្ដាប់ទៅវាព្រោះមិញរៀងប្រហែលណាអរគុណចឹងសូមចេញបងណាសំឡេងបងអូននៅខ្សោយណាអត់ទាន់ពេញបាទពេញឲ្យវាពេញរូបរាងដល់យើងបញ្ចេញទាំងអស់យល់ទេណាបាទវាអត់ទាន់បើកចំហទលាយពីក្នុងមកហើយដល់អញ្ចឹងទៅយើងជានៅស្រាលបាទស្រាលដល់អញ្ចឹងខ្ញុំគិតថាអាហ្នឹងមិនដឹងជាបងអូនជ្រៀងច្រើនពេកមួយថ្ងៃហ្នឹងឬក៏មិនវាទៅជាណារៀងស្ងួតណាសម្លេងអូនស្ងួតពេកហ្នឹងសោមខាងក្រៅណាអញ្ចឹងស្ងួតណាអូខេបងអូនអរគុណណាបាទអរគុណបងចាសូមអរគុណចាចំពោះនឹងខ្ញុំវិញខ្ញុំគិតថាបងធ្វើបានបាទជ្រៀងបានតែក៏ប៉ុន្តែវាអត់ទាន់លះឲ្យដូចជាអ្នកចម្រៀងហ្មងណាគឺជ្រៀងយើងតាំងខ្លួនជាអ្នកចម្រៀងឆាកនេះគឺឆាករបស់យើងធ្វើមិនឲ្យលយធ្វើមិនឲ្យខ្លាំងបាទសំខាន់គឺឲ្យលះសំខាន់បងឯងរំបងរំបានតែនៅតែជ្រុំមកដូចរលីនធ្វើឲ្យមើលហ្នឹងហើយតែប៉ុណ្្នឹងហ្នឹងមិនបងឯងរំប៉ុណ្ណាឥឡូវទស្សនិកជនមើលឃើញអញ្ចឹងមែនអត់គាត់ជ្រៀងមិញដូចរលីនរំដូចអញ្ចឹងមែនអត់នេះខ្ញុំឃើញគាត់រំមិញណាស្ទីលរលីនតិចមើលឲ្យវាប្រុសឲ្យបងប្រុសហ្នឹងហើយបាត់ញាក់ធ្វើទៅទៅផងបាទព្រោះថាអត់ទៅជំនាញខាងប្រុសបាទចាឥឡូវចាប់ដើមអូនអ៊ូនប្រាប់ថាណែមើលគាត់ទិញអ្វីបបរួងចិត្តជីវ៉ាបងត្រង់ហ្នឹងតែគេហៅថាលះអរគុណបងបាទរលីនចាសុំសម្លេងតែដៃហ្នឹងហើយចាប់ដល់ពេលលេខរ៉ូបឲ្យមកជ្រៀងអញ្ចឹងហ្នឹងហើយអញ្ចឹងបានថាអ្នកចម្រៀងទៅរួចលះបាទសូមអរគុណរលីនខមមិនខ្ញុំណែចាអរគុណបងចាអរគុណច្រើនតាមអីរលីនគេលែងនិយាយអីចាឥឡូវសូមសម្រាប់ចុះណាចាសម្ដាងល្អទៀតនេះសូមអញ្ជើញលោកអ្នកនាងកញ្ញាជួបបេក្ខនារីកែវសុធារីចាសូមអញ្ជើញខលមកថាចោលលំលេខលមកថាចោលលំលេបានលែឈរចេះសុពីនេះពីនោះខ្ញុំមិនសូផងប្រាប់ខ្ញុំថានៅកំឡុងចង់ប្រាប់បងក្រឡាសបងបាច់ថ្ងៃតាមទូរស័ព្ទសុខខ្ញុំមានគូឬណីមានអ្នកថៃគ្នាហើយណីយូរទៅជុំរៃឲ្យខ្ញុំប្រាប់ពេលខ្លះទុំនេខលមកជ្រៀងឲ្យខ្ញុំស្ដាប់ហើយចង់ឃើញមកឆាប់ព្រោះលួចដឹងរាល់ថ្ងៃលើសពលើមិនឃើញមុខហើយនៅសុខសងចង់ណាត់ជួបស្រីសួរសួរតែខ្ញុំឈ្មោះអីឈុំឈប់និស័យតែបើអាចជាសង្សារស្លាប់តែខ្មាក់ខ្មោចណាបងស្លាប់តែខ្មាក់ខ្មោចណាបងមិនធ្លាប់ជួបម្ដងហ៊ានដកក្រឡាស្នេហាធ្វើច្រឡំលេតែពិសររួចសង្សារខ្ញុំសុំទោសផងណាគ្មានស្នេហាឲ្យបងទេឡា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 ហ
សូមអរគុណដល់បេក្ខនារីចាសធារីបងចុចចិត្តអីចុងក្រោយវិញអូនឯងច្រៀងថាម៉េចមិញសានេះមើល La 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 ហើយ អនុមោទនាលោកអើយ អូនស្រីចាបងអូនច្រៀងអត់សូវច្បាស់ពាក្យអីបងស្ដាប់អត់សូវបានសោះពាក្យច្រៀងណាអសឆអសចហ្នឹងផងហើយនឹងមានពាក្យច្រើនទៀតបងស្ដាប់អត់សូវបានមែនអញ្ចឹងបងអូនពេលច្រៀងបងអូនត្រូវគិតឲ្យច្បាស់អំពីពាក្យហើយច្រៀងកុំទម្លាប់ច្រៀងប្រហែលអញ្ចឹងវាអត់ពីរោះទេបទចម្រៀងត្រូវការស្ដាប់បរលឲ្យច្បាស់ទើបគេយល់ន័យប៉ុន្តែអ្វីផ្សេងទៀតដូចជាការខំប្រឹងបញ្ចេញក្បាច់រាំហើយស្ដាប់ចង្វាក់របស់ប្អូនហ្នឹងឃើញថាគ្រាន់បើហ្នឹងហើយសូមអបអរសាទរអូនណាចាអរគុណបង ធីរីសំឡេងទៀបរបស់ធីរីទាំងពាក្យទាំងចង្វាក់ទាំងតុងគឺបន្លំទាំងអស់ខ្ញុំអត់យល់ថាអត់ទាន់បានយល់ថាធីរីកំពុងនិយាយពីអីណោតនឹងធីរីច្រៀងអត់ចំហើយអាចង្វាក់ហ្នឹងក៏វាអត់នេះទៀតអញ្ចឹងដោយសារសំឡេងកាន់តែក្រមខ្ញុំជឿថាកាន់តែពិបាកច្រៀងព្រោះវាទៀបយើងចង់បង្ហាញជាពាក្យពីស្អីហ្នឹងក៏ពិបាកដែរប៉ុន្តែអាសំឡេងលើនឹងអាការលេងជាមួយឆាកលេងជាមួយទស្សនិកជននិងសំឡេងរបស់ធីរីល្អមែនតើខ្ញុំពេញចិត្តណាបាទអរគុណ ចាអរគុណ បាទអរគុណ ចាសូមជើញកញ្ញាហងសុជាតា ចំពោះនាងខ្ញុំគិតថាគាត់ធ្វើបានតែនៅតែអត់ទាន់ល្អសំខាន់តើតែប្រឹងច្រៀងមិញឃើញប្រឹងខ្លាំងណាប្រឹងកាច់ធ្វើមិនឲ្យខ្ញុំចង់ដឹងថាខ្ញុំដឹងថាគាត់ចង់ឲ្យមើលមកឃើញវាទាំងច្រៀងទាំងកាយវិការវាទៅទាំងព្រមតែក៏ប៉ុន្តែគាត់ច្រៀងហើយកាយវិការមករបៀបដូចនៅហឹងដូចអត់ទាន់នៅអ្វីដែលខ្ញុំចង់បានណាបបត្តិប្រពៃណីហើយនឹងបទប្រជាប្រិយយើងធ្វើបានល្អតែតែពេលដល់បទសម័យនេះនៅអត់ទាន់បានល្អទេចាអរគុណ ចាអរគុណសូមជើញបងសុទ្ធិស័កចា ចាប់ផ្ដើមមិនសូវប៉ុន្មានប៉ុន្តែគ្រាន់តែនៅពាក់កណ្ដាលល្អគ្រាន់បើណាខ្ញុំគិតថាដើម្បីនិយាយពាក្យឲ្យច្បាស់យើងត្រូវប្រមូលអារម្មណ៍ប្រមូលឲ្យដេញសំឡេងមកនៅក្នុងមុខនេះគេហៅ mask ហ្នឹងគេហៅស្បែកមុខយើងខាងលើនេះគឺត្រូវមកនឹងឲ្យខ្លាំងរៀងកាចតិចទៅអាហ្នឹងវាចេញមកអរគុណបាទជូនពរឲ្យបងអូនមានសំណាងល្អអញ្ចឹងបងអូនត្រៀមខ្លួនដើម្បីស្ដាប់នឹងការប្រកាសលទ្ធផលនៅវគ្គក្រោយពីកម្មវិធីរបស់យើងខ្ញុំក៏សូមការអនុញ្ញាតពីលោកនាងកញ្ញាសម្រាប់មួយផ្លែតសិនសំណួរគឺតើមានបេក្ខជនបេក្ខនារីប៉ុន្មាននាក់នៅសប្តាហ៍នេះ1 2នាក់2 3នាក់3 4នាក់សូមទូរស័ព្ទទៅកាន់លេខ8188រួចចុចលេខ0ដើម្បីចូលរួមឆ្លើយសំណួរនិងមានឱកាសឈ្នះរង្វាន់ទូរស័ព្ទ Smartphone មួយគ្រឿងពីស្រាបៀរអង្គរប្រញាប់ឡើងការឆ្លើយសំណួរ